ខ្សែពេជ្រខ្ញុំទៅណាហើយកងដៃមាសខ្ញុំទៅណាទៀតហើយការបូកលុយស្វេទាំងខ្ញុំរបស់ខ្ញុំទាំងអស់បាត់អស់ទៅណាហើយរបស់របរដែលមានតម្លៃបន្តិចបន្តួចកងយកទុកឲ្យឯងហើយយើងក៏មិនមែនគ្មានហេតុផលដែររបស់ទាំងនេះគឺសម្រាប់រំលោះការប្រាក់100000របស់ឯងតែរបស់ទាំងនេះមានតម្លៃដល់ទៅរាប់លានឯណោះរបស់ជួបគ្មានតម្លៃទេនេះក៏ជាក្បួនដែរថែមទាំងមិនឲ្យខ្ញុំប៉ះទៀតផងតែយើងក៏បាត់បង់អស់ហើយរបស់របរទាំងនេះក៏បាត់អស់ទៀតយើងពិតជាត្រូវទៅរស់នៅក្នុងរូងតូចណែនោះអញជាអ្នកធ្វើឲ្យយើងវិនិច្ឆ័យទាំងអស់ប្រកាសអញនៅតែបង្កបញ្ហាដដែលជេរលុយបែបនេះអញបានអូសទាញខ្ញុំផងដែរពេលអញចង់បានលុយអញមិនដែលធ្វើមុខអីចឹងទេអញជាស្រីស៊ីចាយចិត្តជាលោកនាយកវាងឥឡូវនេះឲ្យគេនាំពួកគេទៅក្រុមអនុវត្តច្បាប់ទៅឯព្រឹស្តាំងពាក់ព័ន្ធខ្ញុំក៏នឹងមិនទៅទីនោះទៀតដែរនៅពេលក្រោយខ្ញុំជឿថាច្បាប់នឹងចាត់ការលើកទង្វើរបស់ពួកឯងហើយកាត់ក្តីទៅតាមនឹងលោកប្រធានសិនលោកប្រធានឡៃអាយ៉ាអាយុទៅហើយអញពិតជាពូកែណាស់រឿងស៊ីយូហេងនឹងពួកប្រុសថោកទៀតស្រីថោកទៀតដូចជាស៊ីយូហេងនឹងហ្វាំងយូតែចាត់ការឲ្យបានដាច់ស្រេចបែបនេះឯងខ្ញុំឃើញអាស៊ីយូហេងនឹងយូហើយមិនចូលចិត្តវាសោះនាងហ្វាំងយូក៏មិនមែនធ្វើរឿងខុសតែបន្តិចបន្តួចនេះហើយជាកម្មរបស់ពួកវាលោកជាថៃកែធំរបស់ក្រុមហ៊ុនប្រម៉ូទិញរបស់លោកហើយចឹងគួរឲ្យការងារពួកខ្ញុំជាសាច់ញាតិមិត្តភក្តិខ្លះទៅឲ្យលឿនទៅល្អបំផុតគឺប្រភេទការងារដែលលោកច្រើនការងារតិចមិនបាច់ចុះឈ្មោះចូលធ្វើការអីនឹងណាពួកឯងភ្លេចហើយឬថាពួកឯងទៅតែជួយនាងហ្វាំងយូធ្វើបាបខ្ញុំយ៉ាងម៉េចខ្លះហាលុយសំណង30លានយន់មុននេះគឺជាស៊ីយូហេងខ្លួនឯងតែម្នាក់គត់ជាអ្នកចេញពួកឯងគួរតែបារម្ភពីខ្លួនឯងវិញទៅបើសិនជាវាដឹងខ្លួនឡើងវិញនោះតើវានឹងមកទីឲ្យពួកឯងចែកគ្នាចេញលុយសំណងនោះឬអត់ចុះឥឡូវធ្វើម៉េចទៅបាត់អ្នកដែលបំបែកកញ្ចក់ឡើងកញ្ចក់ជំហៀងដែលអ្នកបំបែកហើយក៏អ្នកដែលជន់ម៉ូតូអគ្គិសនីអីមួយឯងទាំងអស់គ្នាត្រូវតែសងលុយមិនបានជាយើងត្រូវសងទៅវិញគឺថាបើមិនមែនហ្វាំងយូឲ្យយើងបំបែកទេយើងមិននឹងបំបែកទៅបានហើយក៏អ្នកមិនទាន់បានឲ្យថ្លៃបំបែកឡានយើងផងគឺអាយុពីចាស់ពោលថាឈាមខាប់ជាងទឹកពីមុនពួកយើងនៅក្មេងខ្ចីមិនដឹងខ្យល់អីចាប់ពីពេលនេះទៅពួកយើងមិនថាមានរឿងអ្វីធ្ងន់ធ្ងរត្រូវជួយគ្នាទៅវិញទៅមកអញ្ចឹងពួកឯងប្រហែលជាភ្លេចហើយមើលទៅកាលពីប្រហែលឆ្នាំមុនម៉ាក់ខ្ញុំជិះខ្លួនដេកលើក្រែពួកឯងជួយពូធំរបស់ខ្ញុំយ៉ាងម៉េចខ្លះដើម្បីបណ្ដេញពួកយើងចេញរាប់ឆ្នាំបានកន្លងផុតទៅហើយខ្ញុំតែងតែប្រាប់ខ្លួនឯងថាមិនចាំបាច់ទៅពាក់ព័ន្ធញ៉ៃជាមួយពួកឯងទេដូច្នេះលើកនេះខ្ញុំបានយកអំណោយមកជាពិសេសគឺចង់ឲ្យពួកឯងមានផ្លូវល្អចុះដើម្បីឲ្យយើងទាំងសងខាងមានផ្លូវល្អចុះពួកឯងវិញអាយុយើងដឹងថាខុសហើយដឹងថាខុសហើយឥឡូវទៅដឹងថាខុសគូពេលហើយចាប់ពីពេលនេះទៅយើងគ្មានទំនាក់ទំនងអ្វីទាំងអស់បងប្អូនទាំងអស់គ្នាដឹងអត់ប្រេនស៊ូជីឥឡូវមានវីតាមីនសម្រាប់គីឡូហើយធានាបងប្អូនទាំងអស់គ្នាអស់មួយកំប៉ុងស្រកពី3ទៅ6គីឡូអត់ធ្វើទុកអត់រាករូសសំចេញពីធញ្ញជាតិស្រកលឿនហើយអត់ប៉ះពាល់សុខភាពញ៉ាំមួយថ្ងៃមួយគ្រាប់គឺអាចដុតរំលាយជាតិខ្លាញ់អាក្រក់នៅក្នុងខ្លួនបងប្អូនទាំងអស់គ្នាបានឆាប់រហ័សនិងលឿនបំផុតអញ្ចឹងសម្រាប់អ្នកដែលមានបញ្ហាឡើងគីឡូសូម្បីតែមិនញ៉ាំក៏ឡើងគីឡូអាចមកសាកប្រើជាមួយនឹងវីតាមីនសម្រាប់ស៊ូជីបានអញ្ចឹងបងប្អូនដែលធាត់ឬអ្នកដែលចង់រក្សារាងគួរតែជ្រើសរើសជាមួយនឹងប្រេនស៊ូជីដែលតែងតែផលិតផលល្អៗមានស្តង់ដារគុណភាពសុវត្ថិភាពជូនអតិថិជនយកទៅប្រើប្រាស់ហើយសម្រាប់តម្លៃគឺធូរថ្លៃខ្លាំងមែនទែនអញ្ចឹងបងប្អូនទាំងអស់គ្នាអាចរកទិញវីតាមីនសម្រាប់ស៊ូជីបាននៅតាមផ្សារនិងនៅគ្រប់25ខេត្តក្រុងលោកប្រធានសេងលោកប្រធានសេងសូមអបអរសាទរលោកប្រធានសេងដែលបានបញ្ចប់អាពាហ៍ពិពាហ៍ដ៏កុសលចាប់ផ្ដើមជីវិតថ្មីចាប់ពីពេលនេះទៅលោកអ្នកចាត់ការវាងអ្នកត្រូវបណ្ដេញចេញហើយលោកប្រធានសេងលោកលេងសាច់ទេដឹងតែខ្ញុំតែងតែនៅខាងលោកជានិច្ចចុះបើខ្ញុំមិនមែនជាប្រធានក្រុមហ៊ុនឌីងសេងវិញតើអ្នកនឹងនៅខាងខ្ញុំទេម្ចាស់ផ្ទះនៅក្នុងសហគមន៍បានប្តឹងម្ដងហើយម្ដងទៀតអំពីបញ្ហាសុវត្ថិភាពតែអ្នកមិនបានអត់ធ្វើអ្វីទាំងអស់ទៅវិញអ្នកណាមានលុយអ្នកក៏ទៅជាឆ្កែបំរើរបស់គេខ្ញុំបណ្ដេញអ្នកចេញគឺត្រឹមត្រូវហើយជូនដំណឹងទៅអចលនទ្រព្យទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកដោយខ្លួនឯងជាទូទៅលើបញ្ហាសុវត្ថិភាពពិសេសប្រព័ន្ធពន្លត់អគ្គិភ័យចិនដៅយន្តនិងប្រព័ន្ធសន្តិសុខក្នុងរយៈពេល3ថ្ងៃត្រូវដាក់របាយការណ៍កែសម្រួលក្រៅពីនេះផ្នែកគ្រប់គ្រងអចលនទ្រព្យត្រូវតែកែសម្រួលអរិយាប័ត្រដែលចេះតែគេចវេសរុញច្រានការងារនិងមិនធ្វើអ្វីសោះដោយគាត់នេះត្រូវបណ្ដេញចេញទាំងអស់បាទខ្ញុំនឹងទៅចាត់ចែងភ្លាមលោកសិនកុំតន់ទៅអីសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតទៅលោកសិនក្នុងរយៈពេល3ខែនេះលោកបានធ្វើកំណែទម្រង់យ៉ាងធំធេងជាពិសេសគឺលើផ្នែកគ្រប់គ្រងអចលនទ្រព្យហើយទទួលបានសមិទ្ធផលមិនតិចទេតែពេលនេះគ្រប់គ្នាសុទ្ធតែសរសើរលោកជាឯកជននាយកដ្ឋានពាក់ព័ន្ធថែមទាំងបានប្រគល់ពានរង្វាន់ដល់លោកទៀតផងអូនិយាយអញ្ចឹងសៀយូហាំងនិងបាក់ពូត្រូវបានកាត់ទោសហើយរួចហើយសៀយូហាំងបានរំលោភបំពានមូលនីតិសាធារណៈរបស់ក្រុមហ៊ុនជាង70លានយន់ក្នុងរយៈពេលជាបទល្មើសច្បាប់ទ្រព្យសម្បត្តិក្រុមហ៊ុនទីតូដាក់ពន្ធនាគាររយៈពេល5ឆ្នាំទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់នៅក្នុងក្រុមជ័យរបស់ក្រុមហ៊ុនគ្រប់គ្នាសុទ្ធតែសរសើរលោកថាហ៊ានលះបង់មនោសញ្ចេតនាដើម្បីបានយូរវិញបទល្មើសទម្លាក់របស់របបពីទីខ្ពស់ព្រមទាំងដឹកនាំបំផ្លាញទ្រព្យសម្បត្តិទាំងជាខាច្រើននិងមានស្ថានទម្ងន់ទោសទៀតផងត្រូវបន្ទាយទោសដាក់ពន្ធនាគាររយៈពេល4ឆ្នាំជាប្រាក់50,000យន់អ្នកផ្សេងទៀតវិញហើយសាច់ញាតិលោកពួកគាត់ក៏ត្រូវចែកបន្ទុកសំណងតាមសមាមាត្រការទទួលខុសត្រូវដែរចំណែកក្រុមហ៊ុនទទួលភ្ញៀវនោះវិញក៏នឹងត្រូវបិទនិងកាត់ទោសតាមច្បាប់ដែរអញ្ចឹងបានត្រូវច្បាប់នឹងមិនទុកមុខឲ្យជនអាក្រក់ណាម្នាក់ឡើយឲ្យតែពួកយើងជាប្រជាពលរដ្ឋគោរពច្បាប់គឺគ្មានអ្វីត្រូវខ្លាចនោះទេសូមអរគុណបងប្អូនដែលបានតាមដានតាំងតែពីភាគ1រហូតដល់ចប់សូមចុច follow page like និង share ដើម្បីតាមដានរឿងថ្មីបន្តទៀតសូមអរគុណ